គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាសោកស្ដាយបំផុតចំពោះលទ្ធផលចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ូបាក្នុងទឹកដី2-1នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោកខូឈីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងយ៉ាងដូចនេះថាពិតជាសោកស្ដាយមែនទែនចំពោះលទ្ធផលនេះខ្ញុំទទួលខុសត្រូវជាមួយនឹងលទ្ធផលទាំងស្រុងនិងសូមទោសអ្នកគាំទ្រផងដែរសម្រាប់លទ្ធផលមួយនេះជាក់ស្ដែងយើងចង់ចាប់ផ្ដើម11នាក់និងបញ្ចប់វិញ11នាក់ប៉ុន្តែមិនដូចអ្វីដែលយើងរំពឹងទុកនោះទេលោកខូឈីបានបន្តថាបញ្ហារបស់យើងចាប់ផ្ដើមនៅតង់ទី1ភ្លាមយើងគ្រប់គ្រងបាល់បានច្រើនប៉ុន្តែពេលបាត់បាល់គេវាយបកវិញគេមានប្រយុទ្ធរឹងមាំមៀតធំយើងអត់អាចបិទគេបានទើបធ្វើឲ្យយើងបាត់គ្រាប់បាល់រហូតដល់ទៅ2គ្រាប់ចូលតង់ទី2នៅពេលដែលយើងខ្វះគ្នាដោយយូដៃត្រូវបានកាត់ក្រហមនៅកាលពីតង់ទី1យើងបានជជែកគ្នាតាក់ទងនឹងការលេងតង់ទី2ហើយយើងលេងបានច្រើនជាងកាលពីយើងនៅគ្នា11នាក់រហូតដល់យើងរកគ្រាប់បាល់បាន1គ្រាប់ផងដែរយ៉ាងណាមិញជាមួយនឹងលទ្ធផលនេះលោកខូឈីបាននិយាយថានេះគឺជាលទ្ធផលដែលលោកសោកស្ដាយបំផុតចាប់តាំងពីលោកបានដឹកនាំក្រុមយុវជនអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅប្រកួតបន្ទាប់លោកនឹងព្យាយាមពង្រឹងក្រុមបន្ថែមទៀតដើម្បីទទួលបានលទ្ធផលល្អឲ្យអ្នកគាំទ្រពេញចិត្ត